ok យើង check មើលបើសិនណា ID មិនស្មើនឹង product product ID មានន័យថា parameter ID របស់យើងហ្នឹងមិនស្មើនឹង ID នៅក្នុង database របស់យើងជាឲ្យវា return not found កន្លែងនេះអូខេ return not found កន្លែង var existing product គឺយើងធ្វើការ select យក product ID ដែលមាន ID ស្មើនឹង parameter ID ហ្នឹងអញ្ចឹងបើសិនណាគេបញ្ជូនមក ID លេខប្រមាណវាយក ID ហ្នឹងទៅធ្វើការ query ចេញពី product របស់យើងហ្នឹងគេផ្សេងតាមរយៈ OAuth ហ្នឹង context.product គឺឈ្មោះរបស់ dbset property .find async ហើយ ID ហ្នឹងគេឲ្យគេបញ្ជូនមកលេខ3គឺកន្លែងលេខ3ចំនួនកន្លែង ID នេះអញ្ចឹងបន្តមកទៀតយើងឲ្យ check មើល if បើស្នាបើ existing product ស្មើនឹង null យើងឲ្យ return not found អូខេអញ្ចឹងបន្តមកទៀតនេះគឺយើងហើយសរសេរកូដដើម្បីធ្វើការ upload រូបភាពអញ្ចឹងការ upload រូបភាពយើងចង់លុបរូបភាពចាស់ចោលនៅពេលដែលយើង update រូបថ្មីបើសិនណាបើ file image មិនស្មើនឹង null គឺវាមានតម្លៃហើយនឹង file image របស់យើង .len ធំជាង0មានថាគេរើសរូបភាព upload ថ្មីពេលដែលគេរើសថ្មីយើងចាប់មានថាយើងហៅ path.combine environment នេះគឺជា property មួយដែលនៅខាងលើដែលចេញពី iWeb iWeb host environment ដើម្បី access ទៅកាន់ទីតាំង root directory ជា static file គេដូចជា file CS file JavaScript file រូបភាពអីជាដើមអូខេអានេះគឺជា folder ដែលនៅក្នុង www root អានេះវានឹង check មើលថា directory ហ្នឹងមានអត់អូខេដូចហើយកន្លែងនេះគឺយើងចាប់យក file image របស់យើងហ្នឹងភ្ជាប់ជាមួយនឹងឈ្មោះថ្មីអានេះគឺយើង generate ជា ID គេ ID កុំឲ្យវាស្ទួនគ្នាតមកបានយើងភ្ជាប់ជាមួយ file រូបភាពរបស់យើងហើយកន្លែងនេះយើងចាប់ថាចាប់យក path របស់រូបភាពយើងបន្តមកយើង check មើលនេះអញ្ចឹងការ update គឺយើងត្រូវលុបរូបភាពចាស់ចេញពី folder សិនបានយើង update វាចូលថ្មីមានថាយើង insert រូបហ្នឹងចូលនៅក្នុង folder upload អញ្ចឹងយើងចាប់យករូបចាស់យើងហៅនេះយើងហៅ path combine environment .web root path ហើយ variable existing អានេះគឺជា column របស់យើងឬក៏ property របស់យើងណាអញ្ចឹង property ហ្នឹងគឺជា field មួយសម្រាប់ទុកឈ្មោះរបស់រូបភាពនៅក្នុង database អូខេហើយនេះគេ stream វា slash អូខេបន្តមកទៀតនេះគឺយើងត្រូវការ check មើលរូបភាពចាស់ហ្នឹងមានអត់បើសិនណាវាមានយើងលុបចេញពីទីតាំងចាស់ហ្នឹងគឺ folder upload រួចហើយយើង upload វាថ្មីនេះ copy រូបហ្នឹងចូលនៅក្នុង folder upload អានេះគឺយើង update រូបថ្មីចូលនៅក្នុង database របស់យើងអូខេបន្តមកយើងត្រូវសរសេរកន្លែងនេះទៀតសរសេរ update ទៅលើ field ណាខ្លះអានេះខ្ញុំសរសេរបានតែមួយទេគឺ product name អូខេឥឡូវប៉ុណ្្នឹងសិនសម្រាប់ update ហ្នឹងយើងនៅបង្កើត form ខ្ញុំអត់ទាន់បានបង្កើតអូខេកន្លែងនេះគឺយើង update product property update product
យើងមាន property អីខ្លះយើង update មក how existing product dot យើងមាន category ID ស្មើនឹង product dot category ID existing product dot supplier ID ស្មើនឹង product dot supplier ID existing product dot product name ស្មើនឹង product dot product name existing cost ស្មើនឹង product dot cost existing product dot unit ស្មើនឹង product dot unit existing product dot price ស្មើនឹង product dot price existing product dot status ស្មើនឹង product dot status អស់ហើយបើយើងID អត់ទេយើងអត់ update ទេអាហ្នឹង foreign key យើង update នេះ product category ID supplier ID តែ product ID គឺអត់ទេអាហ្នឹង foreign key អូមានពេល status អានេះដោយសារតែខ្ញុំចងឯងខ្ញុំចងកូដអូខេប៉ុណ្្នឹងឯងសម្រាប់ field ឬក៏ property របស់យើងត្រូវ update តោះសេថែមសរសេរកូដហើយនៅក្នុងកន្លែង controller របស់យើងនេះអូខេនេះយើង update រួចរាល់អញ្ចឹងមានថា code របស់យើងគ្រាន់តែថែមទេហើយយើងត្រូវចូលបង្កាន់ view edit គឺ view edit មកហើយយើងថែមលើនេះរបស់យើង complete នេះយើងថែមយើងដាក់គេ anti multipath form data គេដាក់កន្លែងយ៉ាងមួយដូចទៅនឹងកន្លែង create របស់យើងដែរកន្លែងហ្នឹងអត់អីទេ scroll ទៅក្រោមទៀតយើងកែកន្លែងដូចកន្លែង create នេះដូចគ្នាបើយើងដាក់ថែមហើយ scroll ចុះមកក្រោមទៀតមកយើងកែបើយើងកន្លែងនេះ
cái cài lạiនេះដាក់ថាយើង copy ពីកន្លែង create មកនេះ copy អានេះនេះ copy របស់យើងទាំងអស់ហ្នឹងមក copy អាហ្នឹងមកយកមកដាក់យកមកកែឡើងនេះ replace ទៅ replace អស់ទៅ replace អាហ្នឹងចូលទៅបានទេអូខេឥឡូវហ្នឹងតណានេះមាន copy code របស់យើងទាំងអស់នេះអាកន្លែងនៅក្នុង file create នេះ copy អាកន្លែងរូបភាពហ្នឹងនិយាយទៅយើងចង់ copy អញ្ចឹងក៏បានចង់កែក៏បានដែរធ្វើម៉េចឲ្យតែដូចអាហ្នឹងឲ្យវាស្រួលសម្រាប់យើងអូខេ replace ចូលមកឥឡូវមើលកន្លែងហ្នឹងតើមើលមិនបាច់ copy ទេកែerror ទាំងអស់គ្នានេះបើយើងមិនបាច់ឲ្យវារ៉ានមកយើងវាយ URL ទៀតណាពិបាកយើង add វាចូលក្នុងនេះមកយើងហៅយកប្រើ menu នេះមកស្រួលយើង click មិន slow ទេ run error នៅក្នុង file index វិញគឺខ្ញុំមើល database ហ្នឹងថាវាមិនមាន data ហ្នឹងតើពេល run ទៅមិនវា error ខ្លាញ់បន្តិចគេ error ឡើយហ្នឹងបើខ្ញុំ check មើលអូខេតើអញ្ចឹង error នេះវាបញ្ហាដោយសារតែរបស់ខ្ញុំទេបើយើងប្រហែលជាអត់ error ទេពួកខ្ញុំអាចបដាគេ order detail អីនៅក្នុងហ្នឹងអញ្ចឹងទៅបានវាសារតែខ្ញុំបង្កើតក្រោយអានេះហ៎អូខេអញ្ចឹងដើរហើយមិញ error property មួយដែលខ្ញុំយកមកប្រើគឺ stock ខ្ញុំអាចមានថាខ្ញុំកែប្រែបញ្ចេញនៅពេលដែលខ្ញុំនេះខ្ញុំតេស្តខ្ញុំតេស្តមើលចឹងទៅវា error តោះអញ្ចឹងយើងធ្វើការកែទៅលើកន្លែងនេះមួយ edit អញ្ចឹងខ្ញុំអត់រើសរូបភាពទេខ្ញុំចុច save កន្លែងនេះវា require រូបភាពអញ្ចឹងយើងគិត logic កន្លែងហ្នឹងឲ្យតែ edit គេត្រូវតែរើសរូបភាពមែនអត់ទេត្រូវអត់កន្លែងហ្នឹងអញ្ចឹងយើងត្រូវដាក់លក្ខខណ្ឌវាថាបើសិនណាគេអត់រើសរូបភាពយើងឲ្យវា update តែ data បានហើយបើរើសរូបភាពបាទ
យើងអត់ upload ណានេះ check មើល code របស់យើងបន្តិចសិននៅក្នុង controller product នេះយើងថែមដល់នេះបន្តិចមែនដូចជាខ្វះ code នេះយើងដាក់សញ្ញាទៀននៅមុខ model អូខេសញ្ញាគេអានេះហៅសញ្ញាគេដឹងភាសាអង់គ្លេសថាមិនយ៉ាងហ្នឹងខ្ញុំចំនួនខ្ញុំទិញចាំម្ដងឥឡូវផ្លេចបាត់ហើយយើងនិយាយដល់ទៅទៀតគេ product គេខ្ញុំកែរូបនេះឥឡូវខ្ញុំអត់ទាន់រើរូបភាពឲ្យចុច save វា error នេះគេ track អីទេវាថាបញ្ហានេះកន្លែង product ID នេះវា the same value តម្លៃដែលយើងបញ្ជូនទៅវិញហ្នឹងគឺដូចគ្នាthe same key value for product ID is already beginning tracked when touching existing entity អូខេខ្ញុំពូសិនណាចឹង error កន្លែងហ្នឹងគឺដោយសារតែកន្លែងនេះវាស្មើនឹងយើងធ្វើការ insert ថ្មីមានន័យថាវាចាប់យកនេះ parameter នៅក្នុងនោះទាំងអស់ទៀតទៅគឺមាន product ID មានអីចឹងទៅចឹងពេលដែលយក product ID ទៅវា insert ថ្មី insert ទៅវាថា ID វាមានហើយ the same key ដូច្នេះយើងត្រូវយក variable យកទៅប្រើនេះអានេះគឺ select យក single record យក record មួយណាដែលយើងចង់ធ្វើការកែប្រែអញ្ចឹងពេលដែលយើង update យើងក៏ update ទៅលើ ID នឹងដែរតែយើងដូរកន្លែងនេះមកដាក់ថានេះកន្លែង product underscore context dot update យើងដូរដាក់ថា existing product ប៉ុណ្ណឹងមកបានហើយព្រោះកន្លែង upload នេះគឺយើងមិនបាច់រើសក៏បានដែរមិនបាច់រើសរូបភាពក៏វា update តែទិន្នន័យដែលខុសពីរូបភាពបើយើងដូររូបភាពវា update រូបភាពដែរព្រោះយើងបានដាក់លក្ខខណ្ឌវានៅក្នុងកន្លែងចំណុចកន្លែងនេះហើយនេះលក្ខខណ្ឌ block នេះ block if ហ្នឹងយើង check មើលថាបើសិនណា file image របស់យើងមិនស្មើ null មិនស្មើ null គឺមានទិន្នន័យហើយ file ហ្នឹង dot លេខធំជាង0ទៀតធំជាង0វាមានទិន្នន័យអញ្ចឹងត្រូវតែមានទិន្នន័យសិនបានវាធ្វើការនៅក្នុង block if ហ្នឹងតែបើអត់ទេគឺមានន័យថាយើងអត់បានរើសរូបភាពអូខេខ្ញុំ back ទៅវិញខ្ញុំ edit ខ្ញុំមើលនៅក្នុងនេះសិនថាវាលុបអត់ folder របស់យើងបើយើងមាន3នៅក្នុងនេះបើសិនណា update ទៅរូបរបស់យើងសល់តែ3ដដែលត្រឹមត្រូវរូបដែលយើង upload ណាគេដូររូបថ្មីខ្ញុំមានរូបតែ2ទេគឺរូបកូកាហើយនិងអង្គរ Pro ចុច save តែយើង update បង្ហាញចេញមកនេះគឺមកកូកាវិញចុច save អូខេ record របស់យើងត្រឹមត្រូវឥឡូវយើងមើលរូបភាពអូខេត្រឹមត្រូវរូបភាពរបស់យើងសល់តែ3ឯងអញ្ចឹងមានន័យថាវាលុបរូបចាស់ហើយវា insert ថ្មីមួយវិញអញ្ចឹងសល់3ដដែលគេដល់អញ្ចឹងអូខេហើយ code របស់យើង